ស្ត្រីមេផ្ទះនៅក្នុងភូមិគ្រឹះធំមួយដែលមើលទៅស្រស់ស្អាតខ្លាំងមែនទែនជុំវិញភូមិគ្រឹះពោពេញទៅដោយរុក្ខជាតិខៀវបៃតងពេលដែលយើងមើលហើយគឺឲ្យមានអារម្មណ៍ថាស្រស់ស្រាយមែនទែនចង់អង្គុយគន់ម្ដងហើយម្ដងទៀតតោះឥឡូវយើងទៅមើលក្នុងភូមិគ្រឹះម្ដងមាននារីម្នាក់ស្លៀកពាក់ប្រៀបដូចជាអ្នកបម្រើកំពុងតែបោសជក់សម្អាតនៅក្នុងផ្ទះបាយបន្ទាប់ពីបោសជក់សម្អាតហើយនាងក៏បានដើរចេញទៅដើម្បីទៅដាស់ស្វាមីដែលកំពុងតែគេងនៅក្នុងបន្ទប់យ៉ាងធំមួយមានបុរសម្នាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់យ៉ាងមានសេចក្តីសុខមិននឹងលងលក់ដល់ណាទេគាត់មានឈ្មោះថានាយដាវីតត្រូវជាប្តីរបស់នាងបផាភ្លាមនោះនាងបផាក៏បានដើរមកដល់កន្លែងគ្រែប៉ុន្តែក្នុងចិត្តពាក់ស្ទើរដោយមិនហ៊ានដាស់ស្វាមីថ្ងៃត្រង់ហើយលោកប្តីបងមិនទាន់បានញ៉ាំអាហារពេលព្រឹកបងគេងយូរចឹងអូនខ្លាចបងឈឺហើយបងក្រោកលឿងយ៉ាងម៉េចបងមិនមែនមួយថ្ងៃនៅតែផ្ទះដេកដូចអូនចឹងទេបងឆ្ងល់អូនឯងមួយថ្ងៃគេមានការងារអីទេគិតតែពីដាស់បងហត់នឹងការងារណារកដេកពួនមិនបានសោះបន្ទាប់ពីនិយាយចប់ប្តីក៏ដើរចេញទៅបាត់ឯប្រពន្ធបានត្រឹមតែឈរអន់ចិត្តម្នាក់ឯងយើងទៅមើលក្នុងគ្រួសារមួយដែលមានជីវភាពល្មមមាននារីម្នាក់ឈរនៅផ្ទះបាយកំពុងឈរធ្វើម្ហូបនាងមានឈ្មោះថាសៀវមីភ្លាមនោះបុរសម្នាក់បានដើរចូលមកក្បាត់ឈ្មោះថាស៊ីងបាននិយាយទៅកាន់ប្រពន្ធថាប៉ុន្តែអូនធ្វើម្ហូបអីនឹងឈ្ងុយទៅដល់បងគេងខាងលើមើលទៅថ្ងៃនេះដឹងតែឆ្ងាញ់មាត់ហើយប្រពន្ធសម្លាំងចាបងថ្ងៃនេះអូនខៃពងមាន់សាច់និងបន្លែរសល់ទើបអូនយកវាមកឆាបាយសល់ទុកចោលស្ដាយណាបងយ៉ាងហោចណាក៏ត្រាប់ក្រពាក់បានមួយពេលដែរប្រពន្ធបងពិតជាគួរឲ្យស្រឡាញ់មែនស្អាតឆ្លាតពូកែអូនធ្វើការហត់មួយថ្ងៃហើយទៅអង្គុយចុះចាំបងរៀបចំបាយម្ហូបឲ្យប្រពន្ធញ៉ាំជារៀងរាល់ថ្ងៃនាងតែងតែលក់សម្លៀកបំពាក់នៅក្នុងហាងមួយនៅឯផ្សារបងប្អូនអើយជួយនាំគ្នាទិញសម្លៀកបំពាក់ខ្ញុំម្នាក់មួយឈុតទៅឥឡូវនេះខ្ញុំនាំចូលមកថ្មីច្រើនណាស់អញ្ចឹងហើយខ្ញុំនឹងលក់បញ្ចុះតម្លៃជូនបងប្អូនទាំងអស់គ្នាស្រួលឡើងណាបងប្អូនពួកម៉ាអើយគ្នាទៅផ្ទះសិនហើយថ្ងៃរៀងល្ងាចដែរហើយមិនដឹងប្រពន្ធចាំមើលផ្លូវបណ្ណាទេនាងនៅផ្ទះតែឯងផងធ្វើការងារតែឯងមិនដឹងហត់បណ្ណាទេ speech capabilities បញ្ញាប់ទៅម្លេះពុកម៉ាក់ម៉េចយើងនៅគៀបជុំគ្នាសិនហើយយូរទៅជុំគ្នាម្ដងចាំយើងទៅទិននៅក្រៅមួយផ្លែតមែនហើយពួកម៉ាក់ម៉េចនៅដេកផ្ទះយើងមកយប់សិនទៅប្រពន្ធទុកមួយឡៃសិននាងនៅតែផ្ទះគ្មានធ្វើស្អីទេឲ្យនាងធ្វើការងារផ្ទះខ្លះទៅកុំចាំតែដេកចាយលុយប្តីពេកមានពួកឯងនាំគ្នានិយាយបែបនោះទោះនាងមិនបានចេញធ្វើការដូចពួកយើងមែនតែនាងនៅផ្ទះក៏មិនបានដេកស្រួលដែរបាយទឹកសម្លៀកបំពាក់ផ្ទះស្អាតគឺមកពីនាងអ្នកធ្វើទាំងអស់យើងមកដល់ចាំតែញ៉ាំស្លៀកនឹងដេកស្រួលមិនដឹងពីទុកលំបាកនាងទេបើឯងចាត់ទុកប្រពន្ធល្អជាងពុកម៉ាឯងទៅចុះហើយចាប់ពីថ្ងៃនេះទៅយើងមិនបាច់អារម្មណ៍គ្នាទៀតទេធ្វើមិនប្រពន្ធឯងវាស្អាតឯងថ្នមចឹងអីមែនដោយប្រពន្ធយើមួយថ្ងៃក្លិនយើសោយពេញខ្លួនសួរនាំច្រើនគួរឲ្យធុញមែនតើពុកម៉ាក់បើប្រពន្ធគ្នាវិញមិនដឹងឯណាខោអាវសក់ទេធ្វើខ្វល់រករាក់ដូចយើងគ្មានអីសោះសួរនាំច្រើនគួរឲ្យធុញឲ្យទៅចោះថ្ងៃណាមួយយើងលែងចោលហើយម៉ាក់នឹងនោះនៅពេលដែលសៀវមីកំពុងតែធ្វើដំណើរទៅហាងរបស់នាងស្រាប់តែបានជួបជាមួយនឹងនាងបុប្ផាតាមផ្លូវអូសួស្ដីបុប្ផាចេះដើរហើយថ្ងៃនេះបានជួបឯងតែឯងកំពុងតែដើរទៅណាហ្នឹងហើយរាល់ថ្ងៃឯងនៅឯណាហើយឯងនៅធ្វើការនៅកន្លែងដដែលឬមួយក៏យ៉ាងណាដែរឯងយើងនឹកឯងណាយើងបែកគ្នាយូរដែរហើយចាសួស្ដីសៀវម៉ៃពិតទេសប្បាយចិត្តខ្លាំងមែនទែនដែលបានជួបឯងថ្ងៃនេះគឺគ្នាថាទៅរកទិញម្ហូបហ្នឹងណាហើយគ្នាហ្នឹងតាំងពីរៀបការជាមួយនឹងបងវិសិតមកគឺគាត់មិនឲ្យគ្នាហ្នឹងទៅធ្វើការទេគាត់ឲ្យគ្នាហ្នឹងនៅផ្ទះនៅដាំបាយធ្វើម្ហូបឲ្យគាត់ហ្នឹងណាទើបគ្នាហ្នឹងវាឈប់ការងារពីកន្លែងហ្នឹងហើយរាល់ថ្ងៃគ្នាសុខសប្បាយទេចុះឯងវិញអូគ្នាក៏សុខសប្បាយធម្មតាដែរឯងគ្រាន់តែគ្នាហ្នឹងរៀងហត់បន្តិចហើយថ្ងៃនេះក៏បងវិសិតគាត់រវល់ទៅជួបមុខពួកម៉ាក់ហើយគ្នាក៏បានដើរទៅផ្សារម្នាក់ឯងហើយណាមួយក៏នៅផ្សារហ្នឹងវាជិតដែរគ្នាដើរទៅប្រហែលជា500ម៉ែត្រទៅហ្នឹងណាកាលមុនដែលឯងនៅធ្វើការឯងស្អាតណាស់ណាគ្នាសឹងតែមើលឯងមិនស្គាល់សោះ
ឥឡូវឯងធ្លាក់ខ្លួនដល់ហើយមើលទៅនៅក្នុងគ្រួសារឯងមានបញ្ហាអីឬអត់មានអីឲ្យគ្នាជួយឬក៏អត់ឯងអាចប្រាប់គ្នាបានណាបើគ្នាអាចជួយបានគ្នានឹងជួយអូគ្នាគ្មានបញ្ហាអីទេរាល់ថ្ងៃគ្នាក៏រៀងហត់បន្តិចដែរដោយសារតែការងារផ្ទះច្រើនហើយណាមួយបងវិសិទ្ធគាត់ចេញក្រៅទាល់តែយប់បានចូលផ្ទះអញ្ចឹងការងារផ្ទះគ្នាធ្វើតែឯងអញ្ចឹងណាឯងតែយើងមើលតែឯងឥឡូវដូចជាស្រាបបាំងដល់ហើយប្រហែលជាប្តីឯងនឹងធ្នមឯងដល់ហើយបានឯងនឹងស្អាតដល់ថ្នាក់នឹងមិនដូចគ្នាសោះមួយថ្ងៃរកតែពេលហូបបាយមួយពេលមិនបានទេព្រោះរវល់តាំងពីព្រឹកទល់ប្រលប់តែម្ដងហើយថ្ងៃនឹងបងវិសិទ្ធគាត់បានជួបជុំជាមួយនឹងពួកម៉ាក់គាត់ក៏បានប្រើខ្ញុំមករកទីមកហូបនឹងណាឯងហើយយើងសឹងតែមិនជឿថាឯងធ្លាក់ខ្លួនដល់ថ្នាក់នេះឯងមិនគួរណាប្រញាប់ឈប់ពីការងារសោះឯងគួរតែរកលុយសម្រាប់ទុកចែកខ្លួនឯងខ្ញុំមិនហ៊ាននិយាយអីទេព្រោះថាប្តីរបស់ឯងនឹងរាប់រងហើយថាគាត់នឹងចិញ្ចឹមឯងអញ្ចឹងហើយគ្នាមានតែជូនពរឲ្យឯងនឹងប្តីឯងរកស៊ីមានបានហើយក៏មានសុភមង្គលតែចំពោះឯងវិញមើលថែផ្លូវចិត្តក៏ដូចជាមើលថែធូនប្រានទៅមនុស្សប្រុសគេស្រឡាញ់មនុស្សស្រីដែលស្អាតគេមិនបានស្រឡាញ់មនុស្សស្រីដែលល្អទេអញ្ចឹងហើយយ៉ាងណាសម្បកក្រៅនៅតែសំខាន់ឯងត្រូវតែចាប់ផ្ដើមថែខ្លួននិងស្រឡាញ់ខ្លួនឡើងវិញណាគ្នាមិនហ៊ាននិយាយអីច្រើនទេអញ្ចឹងគ្នាសូមលាឯងទៅសិនហើយណាបងមើលតើបងប្រញាប់មកលឿនម្លេះក្រៃបងថារវល់ជួបលៀងជាមួយពួកម៉ាក់ច្រើនឆ្នាំម្ដងហើយនេះទើបតែម៉ោង6ល្ងាចប៉ុណ្ណោះអូនមិនទាន់បានរៀបចំបាយមកហូបទុកឲ្យបងទេបាទដោយសារតែបងគិតថាអូនមកពីលក់ខោអាវផងមកពីធ្វើការផងមកដល់ឲ្យធ្វើការងារផ្ទះទៀតវាពិតជាហត់ណាស់ដូច្នេះបងក៏សុំលាពួកម៉ាក់មកមុនដើម្បីមកជួយការងារផ្ទះរបស់អូនបងមិនចង់ឃើញប្រពន្ធបងហត់តែម្នាក់ឯងទេបងប្រញាប់មកយ៉ាងនេះមិនខ្លាចពួកម៉ាក់បងគេអន់ចិត្តនឹងបងទៅអីហើយអូនមានសំណួរសួរបងមួយរាល់ថ្ងៃនៅពេលដែលបងតែងទៅជួយធ្វើការងារផ្ទះអូនសពគ្រប់បែបយ៉ាងបងអត់ខ្មាស់គេទេអីនៅពេលដែលជួបជុំពួកម៉ាក់ធម្មតាការងារទាំងអស់ហ្នឹងគឺជាការងាររបស់មនុស្សស្រីដូច្នេះហើយវាអាចធ្វើឲ្យអាប់អានកិត្តិយសដល់បងគិតថាបានបងមិនខ្វល់ទេរឿងលុយទោះអូនមិនទៅធ្វើការក៏បងនៅតែចិញ្ចឹមអូនដែរបងសន្យាជាមួយខ្លួនឯងហើយបងយកអូនមកងាវត្រូវតែមើលថែអូនឲ្យល្អដូចឪពុកម្ដាយអូនមើលថែបើមិនខ្វល់ទេថាអ្នកដតីគេមើលមកបែបណាសំខាន់ឲ្យតែគ្រួសាររបស់ឥឡូវយើងទៅមើលគ្រួសាររបស់នាងបផានិងនាងដេវីតវិញម្ដងនាងបផាត្រឡប់មកពីផ្សារក៏បានដើរតម្រង់ទៅរកប្តីដែលអង្គុយនៅលើកៅអីទាំងទឹកមុខមិនសប្បាយចិត្តបងហាហើយពួកម៉ាក់បងនឹងត្រឡប់ទៅវិញអស់ហើយមែនដោយសារតែចៃដនជួបជាមួយមិត្តយូរឆ្នាំទើបសន្ទនាគ្នាបន្តិចបន្តួចតែអូនគិតថាអូនប្រញាប់បំផុតហើយដើម្បីមករៀបចំម្ហូបឲ្យហាងទុកឲ្យបងហើយនឹងពួកម៉ាក់បងជប់លៀងពួកគេទៅវិញអស់ហើយដោយសារតែគ្មានស្អីឲ្យគេស៊ីទិញម្ហូបសោះក៏យូរដែរចុះទម្រាំឲ្យទៅធ្វើការទៀតមិនដឹងទៅជាយ៉ាងណាហើយកុំទៅច្រណែននឹងពួកម៉ាក់អីដែរតែងឃើញប្តីគេជួយធ្វើការឬក៏មើលថែអីត្រូវដឹងថាប្រពន្ធគេមានការងារមានប្រាក់ខែអញ្ចឹងហើយប្តីគេក្រែងចិត្តអញ្ចឹងហើយមិនមែនដូចអូនឯងទេដេកស៊ីប្រាក់ខែបងឲ្យបងចិញ្ចឹមអញ្ចឹងបងគ្មានពេលមកយកចិត្តអូនឯងទេជុកក្រែងកាលមុនបងជាអ្នកនិយាយប្រាប់អូនទៅអីថាឲ្យអូនមិនបាច់ធ្វើការទេចាំបងចិញ្ចឹមហើយអូនក៏សួរបញ្ជាក់បងហើយថាបងអាចចិញ្ចឹមអូនរស់ស្រួលអត់ចឹងបងក៏និយាយថាបងអាចចិញ្ចឹមអូនរស់នៅស្រួលអូនក៏សម្រេចចិត្តលេងឈប់ពីការងារដើម្បីមកធ្វើជាប្រពន្ធបងនិងស្ត្រីមេផ្ទះសម្រាប់បងទទួលស្គាល់តែការមុនបងនិយាយបែបហ្នឹងមែនតែអូនសាគិតមើលការមុនអូនឯងឡើងស្អាតតែងខ្លួនស្អាតបាតមានទាំងអាជីពការងារទៀតអញ្ចឹងឲ្យពាក្យទាំងអស់ហ្នឹងមកចេះតែនិយាយទៅតែបងមិននឹកស្មានតែអូនឯងផ្ទះបងអត់ដល់ថ្នាក់ហ្នឹងរាល់ថ្ងៃអ្នកណាក៏គេថាអូនឯងអ្នកប្រយផ្ទះបងដែរធ្វើខ្លួននៅក្នុងផ្ទះគ្មានស្អីមកគ្រាប់អញ្ចឹងបងខ្មាស់គេណាថ្ងៃមួយ
ពួកម៉ាក់ទាំង3ក៏បានជួបគ្នាម្ដងទៀតហើយការណាត់ជួបនេះគឺនៅឯក្លឹបកំសាន្តពេលនោះនាវិតក៏បាននិយាយទៅកាន់ពួកម៉ាក់ទាំងពីរថាពួកឯងនរគ្នាផឹកស៊ីសប្បាយចុះហើយស្រីអោបអីមកថាបចាក់សាឲ្យមួយស្រឡាញ់ចាំយើងឲ្យចិនលួយពួកឯងបាច់ខ្វល់ណាលួយកាក់យើងមកខ្វល់ទេមិនបានពួកឯងនាំគ្នាចូលក្លាប់បែបហ្នឹងពួកយើងមានគ្រួសារហើយពួកយើងមិនអាចធ្វើខ្លួនដូចនៅខ្លួនមួយបានទេអាសូរចិត្តប្រពន្ធណោដែលគេនៅផ្ទះធ្វើការងារហត់ណាស់បើសិនជាគាត់ដឹងថាពួកយើងមកធ្វើរឿងបែបនេះគាត់ច្បាស់ជាមិនសប្បាយចិត្តទេឯងទៅខ្វល់អីពីប្រពន្ធយូរយើងចូលសប្បាយម្ដងតាមានអាណាចេះតែហូបច្រឡំប្រហែលរាល់ថ្ងៃហ្នឹងក៏កខ្លាហ្នឹងបើឯងមិនចូលក៏អត់ទៅយើងចូលតែពីរនាក់អាប៊ីតក៏បានដែរឯងឥឡូវផ្លែកលែងដូចមុនណាដូចកាន់ជើងស្រឡាញ់តែពុនងប់នឹងប្រពន្ធភ្លេចអស់ពួកម៉ាក់មិនបានពួកឯងនាំគ្នានិយាយអញ្ចឹងប្រពន្ធគេមិនអាចស្មើនឹងស្រីក្រៅបានឡើយស្រីក្រៅស៊ីឲ្យឲ្យលុយគេដើរស៊ីគ្រប់តែមនុស្សគ្រប់តែគ្នាដើម្បីលុយតែប្រពន្ធលែបាំងគ្រប់យ៉ាងគឺដើម្បីតែយើងម្នាក់គាត់ហាយការងារផ្ទះចង្អុលនឹងបើនាងជប់ធ្វើហើយចេញទៅធ្វើការរកលុយឲ្យដូចពួកយើងនោះអ្នកដែលពិបាកគឺជាពួកយើងដែលត្រូវចំណាយទៅលើការជួលអ្នកឲ្យមើលថែផ្ទះនិងរៀបចំអាហារផ្សេងតើពួកឯងមានលទ្ធភាពជួលនៅមនុស្សទាំងអស់មកធ្វើការងារផ្ទះទាំងនោះបានអត់យើងមិននិយាយជាមួយពួកឯងទេពួកឯងតាមសប្បាយចុះយើងប្រញាប់ទៅផ្ទះវិញហើយខ្លាចប្រពន្ធយើងរងចាំឯងទៅចុះតាំងពីថ្ងៃដែលនៅផ្ទះយើងក៏បានកាត់កាក់ឯងចោលដែរបើឯងគិតថាប្រពន្ធល្អជាងពួកម៉ាក់ឯងទៅចុះហើយយើងកាត់ការគ្នាចាប់ពីថ្ងៃនៅក្នុងបន្ទប់សៀវមីមិនទាន់សម្រាកទេកំពុងតែអង្គុយរងចាំប្តីមកពីធ្វើការវិញភ្លាមនោះនីស៊ីងក៏បានដើរចូលមករកសៀវមី អត់អីបានតែថ្ងៃនេះបងមកផ្ទះយប់ម្ល៉េះអូនអង្គុយរងចាំបងហូបបាយជុំគ្នាតែបងយូរពេកទើបអូនហូបមុនទៅបងមានបញ្ហាអីនៅកន្លែងការងារអត់អាចនិយាយប្រាប់អូនបានណាអូនចាំស្ដាប់ ពួកម៉ាក់បងនឹងណាបើបួលតែហូបអីជុំគ្នាបងស្មានតែវានាំតែហូបសាច់អាំងស៊ុបអីមានណាវានាំចូល KTV ទៅអាប់ស្រីអីវ៉ៃទៅបងមិនបាននៅជាមួយវាទេបងក៏ប្រាប់វាថាបងមកមុនពីសារតែបងមានការរងចាំហើយណាមួយបងអាចបានសុំការអនុញ្ញាតពីអូនផងហើយម្យ៉ាងបងមិនចង់ឲ្យអូនពិបាកចិត្តហើយ គឺទៅពួកនឹងខូចដែរណាតែថ្ងៃមុនអូនក៏បានជួបជាមួយនឹងបុប្ផាដែលជាប្រពន្ធរបស់ Devi ដែរគឺនាងខុសពីមុនឆ្ងាយណាស់បងកាលមុននាងស្ដាដូចផងតែឥឡូវសឹងតែដូចញាក់បំរើសំបែកខ្មៅស្រកអាប់ស្គមសៀងហើយផ្លូវចិត្តយើងក៏ដូចជាមិនសូវល្អទើបមកមិនសូវនិយាយសោះពេលអូនសួរនាំទៅយើងក៏និយាយថានាងអត់សូវសប្បាយចិត្តអីទេអូនក៏មិនហ៊ានសួរនាំអីដែលនាងច្រើនទេព្រោះខ្លាចនាំអីប៉ះពាល់ដល់អារម្មណ៍នាងខ្លាំងជាងនឹងទៀត ភ្លុននឹងឲ្យអូនបងមើលទៅនេះវិញក៏ដូចជាមិនសូវឲ្យតម្លៃប្រពន្ធប៉ុន្មានដែរតែបងមិនហ៊ាននិយាយទេឥឡូវបងមកដល់ផ្ទះហើយបងសុំទៅមួយទឹកអូនចូលគេងមិនបងចុកណាបងទៅងួតទឹកហូបបាយហូបទឹកសិនអូនសំឡាំងហើយយាមកមើលនាងបុផាវិញម្ដងមិនតពីកណ្ដាលយប់អត្រាតមិនឃើញប្តីត្រឡប់មកវិញនាងបានអង្គុយរងចាំមុខទ្វារដើរទៅដើរមករហូតមិនឃើញប្តីនាងមកសងនាងបារម្ភណាស់ក្រែងរកប្តីនាងមានបញ្ហាឬគ្រោះថ្នាក់អីម្យ៉ាងនាងក៏មិនសូវស្គាល់លក្ខណៈជាមួយនឹងមិត្តភក្តិនាងប្តីរបស់អ្នកឡើយនាងបានត្រឹមតែអង្គុយបារម្ភរហូតដល់មួយយប់ពេញញឹងមិនបានសម្រាកសក់ឡើយលុះពេលព្រឹកឡើងនាវិតក៏បាននាំស្រីស្អាតម្នាក់ដើរបណ្ដាមកចូលផ្ទះហើយអង្គុយនាវិតក៏បាននាំស្រីស្អាតម្នាក់ដើរបណ្ដាមកចូលផ្ទះហើយអង្គុយលើកៅអីអោបប្រសពគ្នាទាំងកណ្ដាលថ្ងៃដោយគ្មានក្រែងចិត្ត ពុទ្ធោបងវិតនេះបងបាត់ទៅមួយយប់ហ៊ាននាំស្រីផ្សេងមកនៅក្នុងផ្ទះអោបក្រសពគ្នាបែបនេះទាំងខ្ញុំនៅសោះហេតុអីបងធ្វើបែបនេះបងមិនឲ្យតម្លៃខ្ញុំជាប្រពន្ធហើយថែមទាំងធ្វើរឿងទាំងអស់នេះមកដាក់ខ្ញុំទៀតស្រីនឹងមិនដឹងថាជាមនុស្សប្រភេទអីហេតុអីបងធ្វើបែបនេះដាក់ខ្ញុំ គាត់ប្រពន្ធខ្ញុំចំណែកនាងត្រឹមតែជាអ្នកបម្រើធ្វើបាយមកហូបឲ្យខ្ញុំទេយើងបឹងអធិតាណាគេគឺជាម្ចាស់ក្រុមហ៊ុនម្នាក់គេជាមនុស្សស្រីគ្រប់គ្រងការងារធំហើយថែមតែមានសម្រស់ស្រស់ស្អាតទៀតចំណែកនេះតែគេគ្រាន់តែឲ្យនៅភេទសង្ស័កមិននឹងក្បានប៉ាមិននឹងសក់មិនឆាធ្វើខ្លួនតែងខ្លួនសោះគេថាខ្ញុំនឹងលើកអ្នកវិជាប្រពន្ធមែនខ្ញុំសាងខ្មាស់គេណាស់ដែលមាននាងវិជាប្រពន្ធចាប់ពីថ្ងៃនេះតទៅអូនធីតានឹងជាប្រពន្ធរបស់ខ្ញុំជំនួស បងចាំទុកណាខ្ញុំទ្រាំនឹងបងច្រើនឆ្នាំមកហើយពេលដែលខ្ញុំចាក់ចិនខ្ញុំមិនត្រឡប់មករកបងវិញទេបងចាំទុកនៅក្នុងខួរក្បាលបងចុះ
ហើយបងត្រូវចាំថាស្រីអស់នឹងគេមករកបងដោយសារលុយមាសប្រាក់មិនមែនមកដោយសារចិត្តស្មោះដូចខ្ញុំមានចំពោះបងទេបងចាំទុកទៅបងបាត់មនុស្សបាំងមនុស្សដែលស្រឡាញ់បងខ្លាំងបំផុតប្រពន្ធបងមែនខ្ញុំស្មានតែអ្នកបំរើតើបើញ៉ាំងជីងទៅហើយជីងទៅឲ្យផុតទៅចាំខ្ញុំមើលថែប្តីនាងឲ្យជំនួសនាងស្រីអ្នកបំរើគេនៅអាហាងនាងសៀវមីកំពុងគិតថាគួររៀបចំម៉ូដហាងបែបម៉េចត្រៀមនោះនាងបុប្ផាក៏បានដើរតម្រង់មករកសៀវមីហើយនាងក៏បានក្រឡេកទៅឃើញនាងបុប្ផាដើរមករកខ្លួនអូបុប្ផាថ្ងៃនេះខ្យល់អ្វីបក់ឲ្យមកដកហាងរបស់យើងឯងមករកទិញសម្លៀកបំពាក់មែនមិត្តសម្លាញ់យើងមានច្រើនតែឯងអាចមើលបានតាមចិត្តចំពោះឯងមួយយើងលក់ឲ្យតម្លៃធូរថ្លៃណាស់សៀវមីយើងមកមិនបានរកទិញសម្លៀកបំពាក់អីទេអ៊ំដោយសារតែគ្នាបានលេងគ្នាជាមួយបងដេវីតហើយអញ្ចឹងហើយទើបគ្នាមករកឯងដើម្បីជួយពិភាក្សាហើយម្យ៉ាងទៀតគ្នាកន្លែងណាទៅទេមានតែសុំឯងនៅជាមួយមរិយិតសិនហាថាម៉េចឯងលេងគ្នាជាមួយដាវីតមែនមានរឿងអីមែនបានដល់ថ្នាក់ឯងលេងលះគ្នាបែបនេះឯងអាចនិយាយប្រាប់យើងបានណាបើឯងចិនពីនឹងហើយមិនអីទេចាំគ្នានាំឯងទៅនៅផ្ទះជាមួយគ្នាមួយរយៈសិនណាបើសិនជាឯងគ្មានកន្លែងទៅចាំពេលឯងរកកន្លែងទៅបានចាំឯងទៅក៏ទៅបើមិនយកតអីទេឯងអាចនៅធ្វើការជាមួយគ្នាបានហើយព្រោះគ្នាគាត់ត្រូវការអ្នកជួយមើលអីវ៉ាន់ផងដែរគឺថាគាត់ឲ្យនំស្រីមកនៅផ្ទះជាមួយហើយគាត់ក៏បានឲ្យតំណែងគ្នាគឺជាអ្នកបម្រើដោយម្នាក់ស្រីនឹងគឺជាប្រពន្ធជំនួសគ្នាទើបគ្នាប្រកាសសុំបែងចែកភ្លឺជាមួយគាត់ឥឡូវគ្នាមិនទាន់មានកន្លែងទៅឬក៏ការងារធ្វើទេអញ្ចឹងគ្នាសុំឯងនៅជាមួយរឿងការងារយើងក៏ចង់ជួយឯងដូចគ្នាយើងនៅផ្ទះជាមួយឯងយើងនឹងជួយធ្វើការងារឯងដោយមិនយកប្រាក់ខែសុំតែគេដកអាហារ3ពេលឯងរឹងមាំឡើងណាស៊ូទោះបីឯងគ្មានប្តីដែលឯងនៅមានគ្នាជាមិត្តណាគ្នានឹងនាំឯងទៅផ្ទះដើម្បីជួបនឹងប្តីគ្នាដើម្បីសួរនាំឯងនៅជាមួយគ្នានិងធ្វើការងារជាមួយគ្នាឥឡូវយើងសុំទៅរៀនល្ងាចដែរអញ្ចឹងចាំគ្នារៀបចំបានកន្លែងហើយចាំអៀនទៅផ្ទះទាំងអស់គ្នាណានៅឯផ្ទះសៀវមីនីអៃស៊ីងកំពុងតែនៅចូលផ្ទះបាយដើម្បីរៀបចំធ្វើម្ហូបទុកឲ្យសៀវមីមកពីធ្វើការពេលនោះសៀវមីក៏បានដើរចូលមេវដោយនាំជាមួយបុប្ផាមកផងសៀវមីអូនត្រឡប់មកពីធ្វើការវិញហើយមែនបងកំពុងតែរៀបចំបាយម្ហូបមិនទាន់ហើយទេហើយបុប្ផាមកជាមួយនឹងសៀវមីដែរមានការអីមែនចាស់បងគឺថាបុប្ផាគាត់មានបញ្ហាជាមួយប្តីរបស់គាត់អញ្ចឹងគាត់សុំយើងសម្រាប់នៅជាមួយមួយរយៈសិនដោយសារតែគាត់មិនទាន់មានកន្លែងត្រូវហើយរឿងនៅវែងឆ្ងាយទៀតចាំអូននិយាយប្រាប់បងឯងនៅពេលក្រោយទៀតខ្ញុំសុំសម្រាប់នៅជាមួយម៉ែយើងសិនណាស៊ីងដោយសារតែពេលនេះខ្ញុំពិតជាគ្មានកន្លែងទៅមែនចាំពេលខ្ញុំមានកន្លែងទៅខ្ញុំនឹងចាក់ចេញពីទីកន្លែងនេះតែមិនរំខានអ្នកទាំងពីរទៀតទេតែពេលនេះខ្ញុំពិតមែនអញ្ចឹងសម្រាប់ថាយើងឲ្យបុប្ផាគាត់នៅគេងសម្រាប់ជាមួយនឹងយើងមួយរយៈសិនហើយណាអញ្ចឹងអូនសូមទៅជូនបុប្ផាទៅមើលបន្ទប់ដើម្បីរៀបចំសម្រាប់និងងូតទឹកហើយនឹងញ៉ាំបាយជុំគ្នាអបពីនិយាយចប់បុប្ផានិងសៀវមីក៏បានតែចាក់ចេញទៅបាទបងមិនចំទាស់ទេអញ្ចឹងណាបុប្ផាក៏ប្រៀបដូចជាប្អូនស្រីរបស់បងម្នាក់ដែរបន្ទប់នេះយ៉ាងមិនដែរបុប្ផាតើឯងអាចសម្រាកនៅបានអត់ផ្ទះគ្នាមិនសូវធំដូចផ្ទះឯងទេអញ្ចឹងហើយយើងសង្ឃឹមថាឯងអាចស្នាក់នៅបានហើយបាយមានអីខ្វះខាតឯងអាចប្រាប់យើងបានចាំយើងទៅរកឯងមិនបាច់ក្រែងចិត្តយើងទេមិនអីទេឯងបានបន្ទប់ប៉ុណ្ណឹងនៅវាជាសំណាងណាស់យើងអរគុណឯងហើយនឹងប្តីរបស់ឯងផងតែបានឲ្យគ្នាស្នាក់អាស្រ័យនៅពេលមួយចាំឯងគ្នារឹងមាំមានការងារនិងរបរកន្លែងនៅគ្នាមិនរំខានពួកឯងទាំងពីរនាក់ទេមិនអីទេឯងអាចនៅជាមួយនឹងយើងរហូតដែលមានគ្រួសារក៏បានដែរហើយអ្វីដែលយើងចង់ប្រាប់ឯងហើយត្រូវចេះស្រឡាញ់ខ្លួនឯង
ទើបតែងខ្លួនឯងឲ្យស្អាតមិនថាឯងមានគ្រួសារឬអត់ទេភាពស្រស់ស្អាតតែងតែជាអ្វីៗគ្រប់យ៉ាងដូចជារឿងប្តីឯងជាដើមយើងមិនចង់រំលឹកនាំតែឯងឈឺចាប់ទេតែចាប់ពីពេលនេះទៅឯងជាមិត្តយើងប្រៀបដូចជាអ្នកក្នុងគ្រួសារយើងអញ្ចឹងឯងត្រូវតែស្រឡាញ់ខ្លួនឯងឡើងវិញរៀបចំតុបតែងខ្លួនឯងឲ្យស្អាតបានហើយរឿងអីដែលមិនល្អឯងបំភ្លេចចោលត្រឹមនេះចុះចាឯងយើងយល់ហើយថាគ្មានម្នាក់ដែលស្រឡាញ់យើងស្មើនឹងខ្លួនយើងទេសូម្បីតែមនុស្សដែលយើងគិតថាគេនឹងស្រឡាញ់យើងរហូតក៏គេនៅតែក្បត់ពាក្យសម្ដីបានចាប់ពីពេលនេះទៅយើងនឹងស្រឡាញ់ខ្លួនឯងបានជាអ្នកហើយនឹងជួយធ្វើការឯងដើម្បីដូរនឹងអ្វីដែលយើងស្នាក់នៅជាមួយឯងនិងចំណៃផ្សេងពេលដែលយើងមិនទាន់មានការងារច្បាស់លាស់ ពេលព្រឹកព្រលឹមនាងបុប្ផាបានក្រោកងូតទឹកស្លៀកពាក់ដើម្បីទៅជួយលក់អីវ៉ាន់នាងសៀវមីនៅឯផ្សារដើម្បីមកជួយទិញអីវ៉ាន់សេមៀហើយការលក់ដូររបស់អ្នកទាំងពីរក៏មានការលក់ដាច់ជាហោហមួយនាងធីតាកំពុងតែអង្គុយនៅក្នុងបន្ទប់គេងពេលនោះនេវិតក៏បានដើរចូលមកអូនធីតាហេតុអីអូនមិនដាំបាយធ្វើម្ហូបនិងរៀបចំផ្ទះផងមួយថ្ងៃគិតតែពីធ្វើខ្លួនអត់មានជួយធ្វើកិច្ចការផ្ទះក៏ដូចជាការងារផ្សេងបងសោះបងហត់ណាស់ដែលត្រមុខពីធ្វើការហើយធ្វើការងារអន់នឹងទៀតចំណែកអូនថ្ងៃសម្រាកក៏មិនព្រមជួយបងដែរ គឺជាម្ចាស់ក្រុមហ៊ុនហេតុអ្វីខ្ញុំចាំបាច់ទៅធ្វើការងារទាំងអស់ហ្នឹងខ្ញុំមិនមែនជាអ្នកបម្រើទេហើយលោកកុំយកទង្វើដែលធ្លាប់ធ្វើដាក់ប្រពន្ធលោកមុនមកធ្វើដាក់ខ្ញុំព្រោះខ្ញុំមិនមែនបឺសតាមតែលោកបញ្ជាដោយប្រពន្ធលោកទេខ្ញុំស្មានតែមីណាធ្វើខ្លួនហៃសូតែប្រាក់ខែចិញ្ចឹមខ្លួនមិនរស់ផងបានហើយបែកគ្នាចុះបន្ទាប់ពីនិយាយចប់នាងធីតាក៏ដើរចេញទៅថ្ងៃមួយនៅពេលដែលសៀវមីរវល់ហើយឲ្យបផាមកលក់តែម្នាក់ឯងភ្លាមនោះហ្វីនិតក៏បានដើរមកចុះហាងរបស់សៀវមីអូនបុផាមែនឥឡូវអូនស្អាតម៉េះអូនស្អាតជាងនៅជាមួយបងឆ្ងាយណាស់បងដឹងខុសហើយដែលបានធ្វើបាបអូនកន្លងមកតែបងប្រហែលជាគ្មានឱកាសបានអូនមករួមនៅជួបជុំវិញទេបើអាចបងចង់ឲ្យអូនផ្ដល់ឱកាសបងម្ដងទៀតដើម្បីកែប្រែកំហុសនេះបងសូមអូនត្រូវគ្នាវិញបានអត់ពេលនេះបងគ្មានអ្នកណាទៀតទេបងលេងពួកគេចោលអស់ហើយព្រោះពួកគេមិនល្អស្មើអូនទេ សុំទោសផងលោកតើលោកត្រូវការទិញអីអត់បើអត់ទេជួយចេញពីហាងរបស់មិត្តខ្ញុំផងហើយចំពោះរឿងខ្ញុំនឹងលោកខ្ញុំបានមកភ្លេចវាចោលយូរហើយខ្ញុំក៏ធ្លាប់ផ្ដល់ឱកាសលោកច្រើនដងដែរប៉ុន្តែលោកនៅតែប្រព្រឹត្តដដែលអញ្ចឹងខ្ញុំមិនអាចផ្ដល់ឱកាសលោកម្ដងទៀតបានឡើយហើយរឿងរបស់យើងក៏ហួសដែរអញ្ចឹងហើយយើងរស់នៅរៀងខ្លួនចុះខ្ញុំមិនអោយហើយសកម្មឲ្យលោកអ្វីដែលលោកសោកលោកជាអ្នកទទួលចុះចាប់ពីថ្ងៃនេះតទៅយើងមិនបាច់ធ្វើជាស្គាល់គ្នាទៀតទេទោះពីនិយាយចប់នាងបុប្ផាក៏បានដើរចេញទៅមុខមើលពីគ្រួសាររបស់នាងសៀវមីនិងណៃសៀងវិញគ្រួសារនាងកង្កាត់បានកូនស្រីមួយដ៏សែន cute ហើយគ្រួសារនាងក៏មានសុភមង្គលរួមនៅយ៉ាងមានសេចក្តីសុខចំណែកនាងបុប្ផាវិញក៏សម្រេចចិត្តថានៅជួយមើលកូននិងជួយការងាររបស់នាងសៀវមីព្រោះនាងមិនទាន់បើកចិត្តទទួលយកគ្រួសារថ្មីឡើយបើចង់ឲ្យគ្រួសារមានសុភមង្គលដោយនាងសៀវមីនិងណៃស៊ីងមនុស្សប្រុសស្រីទាំងឡាយត្រូវតែមានចិត្តស្មោះត្រង់ចំពោះគ្នាឲ្យតម្លៃគ្រួសារច្រើនជាងអ្នកដទៃព្រោះថាមានតែអ្នកក្នុងគ្រួសារយើងប៉ុណ្ណោះដែលស្រឡាញ់យើងពិតប្រាកដ